រយៈពេលកូវីដហ្នឹងអញ្ចឹងទៅនៅក្នុងស្រុកពញាលឺនឹងមាន10បណ្ដុំបាទក្រោយពីកូវីដហ្នឹងមក9ដុំទៀតបរាជ័យទាំងអស់ដោយសារតែគាត់អត់ធ្វើតាមខ្ញុំប្រាប់គាត់ថាបើយើងចង់ធ្វើឲ្យជោគជ័យយើងលក់កូនផលិតកូនលក់ហើយយើងប្រមូលទិញមាន់សាច់ពីគាត់មកវិញបាទយើងរកទីផ្សារដើម្បីទប់ទល់មាន់សាច់នឹងដើម្បីឲ្យយើងមានដំណើរការអាជីវកម្មយើងបានដើរអញ្ចឹងខ្ញុំដែលបានជោគជ័យដោយសពថ្ងៃនេះគឺខ្ញុំផលិតកូនចែកចាយទៅកសិករខ្ញុំប្រមូលចាប់មាន់សាច់យកមកវិញបាទលោកកនមុនធឿននៅភូមិស្រែតាមេងឃុំទំនប់ធំស្រុកពញាលឺខេត្តកណ្ដាលបានប្រកបមុខរបរចិញ្ចឹមមេមាន់យកសុទ្ធភ្ញាស់កូនមាន់លក់ជូនដល់កសិករនៅក្នុងសហគមន៍និងនៅតាមបណ្ដាខេត្តតាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្មហៅកាត់ថា Aspire 80និងគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចហៅកាត់ថា M កំពុងទទួលបានជោគជ័យបន្ទាប់ពីប្រើប្រាស់បច្ចេកទេសផលិតកូនមាន់ពូជលក់ហើយប្រមូលទិញមាន់សាច់ពីប្រជាកសិករត្រឡប់មកវិញយកទៅផ្គត់ផ្គង់លើទីផ្សារនៅឯក្រុងភ្នំពេញការទទួលបានជោគជ័យលើមុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារនេះលោកកនប៊ុនធឿនបានអះអាងថាទីផ្សារតាមរយៈអាស្ប៉ាយផងតាមរយៈគម្រោងអេមផងអញ្ចឹងខ្ញុំស្គាល់គេច្រើនអញ្ចឹងបានខ្ញុំបាទទីផ្សារគឺយើងរកខ្លួនយើងជាមួយនឹងគម្រោងនានាគាត់ជួយបាទពីដើមមកដែលយើងអត់ទាន់មានដៃគូពីអង្គការពីរនឹងមកចូលជួយយើងក៏យើងពិបាកដែរក្នុងការលុបសាក់មាត់សាច់ទៅរាជធានីភ្នំពេញឯងក៏ពិបាកដែរហើយមួយទៀតគាត់បានជួយធ្វើជាសាក្សីឯក្នុងការធ្វើកិច្ចសន្យាជាមួយផ្សារនៅពេញហ្នឹងណាបាទឧទាហរណ៍ថាខ្ញុំធ្វើកុងត្រាជាមួយផ្សារស្នាដៃម៉ែមួយអញ្ចឹងខ្ញុំត្រូវមានក្រសួងមន្ទីរកសិកម្មហ្នឹងគាត់មកជួយធ្វើជាសាក្សីគាត់ជួយគាត់ចូលរួមតាមរយៈយើងជាគ្រូបង្គោលនៅក្នុងគម្រោងអាស្ប៉ាយ21ខែអញ្ចឹងហ្នឹងលុយកាក់អីគឺអត់មានខូចទេដោយសារតែគេទុកចិត្តទៅលើយើងហើយនឹងទុកចិត្តទៅលើមន្ទីរដែរខ្លាចអញ្ចឹងខ្ញុំអត់ដែរខូចទេលុយកាក់អីពីផ្សារអត់ដែរខូចទេសូមជម្រាបជូនផងដែរថាលោកកនប៊ុនធឿនបានចាប់ផ្ដើមចិញ្ចឹមមាន់លក្ខណៈគ្រួសារនៅឆ្នាំ2015ដែលមានមាន់មេចំនួន30ក្បាលនិងមាន់ឈ្មោលចំនួន5ក្បាលហើយបានប្រែក្លាយជាកសិករចិញ្ចឹមមាន់ខ្នាតអាជីវកម្មនៅឆ្នាំ2018រហូតមកដល់បច្ចុប្បន្នមានមេមាន់ពូជចំនួន350ក្បាលសម្រាប់យកសុទ្ធភ្ញាស់ជាកូនមាន់លក់ជូនដល់កសិករតាមរយៈមេមាន់ពូជចំនួន350ក្បាលក្នុងមួយខែអាចផលិតបានកូនមាន់1000បាល់សម្រាប់ចែកចាយដល់កសិករនៅក្នុងគម្រោងអេមនិងគម្រោង Aspire ប៉ុន្តែចំនួនទាំងនេះវាមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការទីផ្សារនៅឡើយពលនៅខ្វះកូនមាន់ពី600ទៅ800ក្បាលទើបអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានចំពោះតម្លៃកូនមាន់អាយុ3ថ្ងៃតម្លៃ3500រៀលកូនមាន់អាយុ7ថ្ងៃតម្លៃ4000រៀលកូនមាន់អាយុ14ថ្ងៃតម្លៃ4500រៀលនិងកូនមាន់អាយុ21ថ្ងៃតម្លៃ5500រៀលក្នុងមួយក្បាលដោយឡែកការផ្គត់ផ្គង់មាន់សាច់និងមាន់រស់នៅក្នុងមួយសប្តាហ៍សម្រាប់មាន់សាច់ដែលបោចហើយមានប្រហែល150ក្បាលនិងមាន់រស់មានពី70ទៅ100ក្បាល